បងប្អូនចេះ screen វីដេអូនៅលើ iPhone នៅអញ្ចឹងសម្រាប់វីដេអូនេះនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាពីរបៀប screen វីដេអូនៅលើ iPhone សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបscreen ជាវីដេអូនៅក្នុងទូរស័ព្ទដៃ iPhone នៅលើទូរស័ព្ទដៃ iPhone នេះអញ្ចឹងណាបងប្អូនអូខេអញ្ចឹងសម្រាប់បងប្អូនដែលចេះហើយអត់បាច់មើលវីដេអូនេះក៏បានដែរតែសម្រាប់បងប្អូនដែលអត់ទាន់ចេះហើយចង់ដឹងថាតើគេ screen វីដេអូរបៀបណាបងប្អូនអាចមើលវីដេអូមួយនេះបានអាចសាកធ្វើតាមនេះបានអញ្ចឹងណាអញ្ចឹងបងប្អូនចូលមកកន្លែងខាងក្រោមនេះដំបូងគឺកន្លែងនេះអត់ទាន់មានទេគឺអាកន្លែងមូលសម្រាប់មុខងារយើងបើក screen វីដេអូហ្នឹងគឺអត់ទាន់មានទេណាអូខេឥឡូវខ្ញុំបិទសិនហើយខ្ញុំធ្វើការលុបអាមុខងារនឹងចោលសិនហើយនឹងទៅបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបតម្លើងវានៅកន្លែងហ្នឹងអញ្ចឹងណាអូខេឥឡូវខ្ញុំដកវាចេញសិនអូខេពេលបងប្អូនអូសវាឡើងលើអញ្ចឹងទៅបងប្អូននឹងឃើញអ្នកបូកកន្លែងអាបូកខាងក្រោមហ្នឹងបងប្អូនចុចទៅលើវាមកតោះមកបងប្អូនឃើញអាកន្លែងមូលហ្នឹងបងប្អូនចុចទៅលើវាអញ្ចឹងកន្លែង screen record ហ្នឹងវាមិនចេញនៅត្រង់ហ្នឹងហើយអញ្ចឹងបងប្អូនចង់ថែមមុខshortcut អីផ្សេងទៀតក៏បានដែរណាបងប្អូនអញ្ចឹងបងប្អូនអាចបន្ថែមទៅអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមដាក់តែវីដេអូ screen ហ្នឹងទេអញ្ចឹងយើងត្រឡប់មកវិញមកអញ្ចឹងបងប្អូនធ្វើចង់ screen វាបងប្អូនគ្រាន់តែធ្វើការ scroll វាមកហើយចុចមុខងារហ្នឹងទៅគឺបងប្អូនអាច screen ជាវីដេអូនៅលើ iPhone បានហើយ